ភាសាខ្មែរថ្នាក់ទី6អត្ថបទស្ដាប់ការគោរពលោកគ្រូអ្នកគ្រូបទពាក្យ7ក្រោកឈរទទួលគោរពគ្រូសំលេងអអ៊ូកុំឲ្យមានជជែករំខានឬនិទាននេះហើយទើបបានយងសេរីពេលលោកអ្នកគ្រូមានរវល់ឬលោកប្រគល់ឲ្យធ្វើអ្វីក្នុងថ្នាក់សាលាសិស្សប្រុសស្រីខិតខំគ្មៀតខ្មៃដោយផ្ចិតផ្ចង់ពាក្យព្រានប្រដៅត្រូវជឿស្ដាប់រក្សាសណ្ដាប់ស័ក្តិសមអង្គត្រូវចេះចំណាំតាមចំណង់ត្រេះរិះឃើញត្រង់ចង់ស្មារតីពុតគឺចរិតមិនប្រសើរគ្រូធ្វើដំណើរដូចម្ដេចក្ដីកុំយកត្រាប់តាមអប្បរាសីត្រាប់ថ្វីព្រោះផ្ទុយក្បួនដំរាច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវគ្រូលោកប្រដៅគួរជ្រះថ្លាឲ្យរឹងទុកដាក់ក្នុងចិន្តាយកតែផ្លូវណាដែលប្រណិតពេលលោកអ្នកគ្រូមានអាសន្នឬមួយចាយដន់តាមកាយចិត្តសិស្សផងទាំងឡាយចូលទៅចិត្តជួយដោយស្ម័គ្រចិត្តតាមលទ្ធភាព